Audio Jungle. Audio Jungle. តើអ្នកកំពុងស្វែងរករសជាតិពិតមែនទេតើអ្នកកំពុងស្វែងរកការប្រកបអាជីវកម្មលើវិស័យកសិកម្មដាំឫស្សីមែនទេភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យអាចបំពេញបំណងអស់លោកស្រីអ្នកនាងកញ្ញាទ្រង់ឯកឧត្តមតាមតម្រូវការបានគ្រាន់តែទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ012 865 116 និង088 84 05 888ដែលមានទីតាំងស្ថិតនៅគល់ស្ពានទឹកសាបស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យសូមស្វាគមន៍គ្រប់ពេលវេលាបាទសូមគោរពនិងជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធី SN TV News ម៉ោងព័ត៌មានពេលព្រឹកដែលសម្រាប់ថ្ងៃនេះផងដែរគឺមានវត្តមានខ្ញុំបាទសោមភត្រាគឺដោយឡែកបាទថ្ងៃនេះគឺពុំមានដៃគូទេគឺខុសពីសពមួយដងបាទហើយយើងឃើញថានៅថ្ងៃនេះផងដែរគឺត្រូវនឹងព្រឹកបាទថ្ងៃទី22ខែមិថុនាឆ្នាំ2020នេះនៅខេត្តបរសេនុយើងបន្តតែម្ដងគឺថាអាកាសធាតុគឺផ្ទៃមេឃមានស្រឡះល្អហើយជាការងារស្រួលមួយទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងការលេងកម្សាន្តនៅឯក្នុងខេត្តបរសេនុហើយក៏ដូចជាងាយស្រួលទៅនឹងបងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរហើយយើងឃើញថារដូវនេះក៏បានឈានចូលមកនឹងរដូវវស្សាផងដែរគណៈពេលនេះបាទប្រហែលជាពុកម៉ែបងប្អូនប្រជាពលរដ្ឋហ្នឹងគឺលោកកំពុងតែបងប្អូនប្រជាពលរដ្ឋខ្លះកំពុងតែមមាញឹកនៅក្នុងការធ្វើស្រែចម្ការហើយបងប្អូនខ្លះទៀតក៏កំពុងតែហូបចុកក៏ដូចជាស្រស់ស្រូបនៅអាហារពេលព្រឹកជាដើមផងដែរបាទអរគុណណាស់ពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនយើងឃើញថានៅឯខេត្តព្រះសីហនុយើងនេះគឺយើងកំពុងតែស្ថាបនាផ្លូវបាទយ៉ាងមមាញឹកហើយក៏ដូចជាយើងឃើញថាមួយរយៈចុងក្រោយនេះបន្ទាប់ពីការស្ថាបនាផ្លូវបានប្រមាណសម្រាប់បាន94% គឺឃើញថាមានពុកម៉ែបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិបានសម្រុកមកលេងទេសចរកំសាន្តជាច្រើននៅឯតំបន់ទេសចរផ្សេងនៅក្នុងខេត្តព្រះសីហនុផងដែរបាទហើយយើងឃើញថានៅរសៀលបាទថ្ងៃទី21ខែមិថុនាឆ្នាំ2020នេះវិញគឺលោកស្រីសែមសុភីសម្រាប់ជននៅក្នុងក្រុងព្រះសីហនុយើងគឺបានឧបត្ថម្ភទឹកក្រូចចំនួន10កេសនិងទឹកបរិសុទ្ធចំនួន10កេសជូនកងកម្លាំងនគរបាលដែលកំពុងប្រចាំការនិងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរនៅមណ្ឌលកំសាន្តថ្មីដែលគេហៅថាដើមឈើចាំស្នេហ៍និងសិលាចាំស្នេហ៍ស្ថិតនៅតាមផ្លូវស្ថាបនាថ្មីម្ដុំពួយលោកយាយម៉ៅដើម្បីលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចនិងចូលរួមជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ដែលបានខិតខំអភិវឌ្ឍខេត្តព្រះសីហនុឲ្យមានការរីកចម្រើនសូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននៅតាមផ្លូវធ្វើថ្មីស្របឆ្នេរសមុទ្រនិងឆ្នេរសមុទ្រសាធារណៈដែលថ្នាក់ជាតិនិងរដ្ឋបាលខេត្តរៀបចំអភិវឌ្ឍកំពុងតាក់ទាញអ្នកទេសចរមកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាមកទស្សនាកម្សាន្តច្រើនជារៀងរាល់ថ្ងៃជាពិសេសគឺថ្ងៃចុងសប្តាហ៍ដើម្បីសុវត្ថិភាពភ្ញៀវលោកឧត្តមសេនីយ៍តូជូននរិនស្នងការនគរបាលខេត្តព្រះសីហនុបានដាក់កម្លាំងនគរបាលកងអន្តរាគមន៍និងនគរបាលជំនាញចុះសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកល្បាតការពារជាប្រចាំនៅតំបន់នោះផងដែរបាទប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថានៅតំបន់បាទនៅតំបន់ពយលោកជំទាវម៉ៅនោះក៏ដូចជានៅចំណុចដើមឈើចាំស្នេហ៍និង
បាទដុំសាលាចាំស្នែននេះគឺកំពុងតែមានការចាប់អារម្មណ៍ជាច្រើនពីពុកម៉ែបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទកំពុងតែសម្រុកបាទមកលេងកម្សាន្តនៅតំបន់នោះផងដែរបាទអរគុណណាស់ប្រិយមិត្តទូរទស្សនិកជនយើងបន្តចូលមួយរឿងទៀតយើងមិនទៅឃ្លាតឆ្ងាយពីខេត្តប្រសិទ្ធនុទេគឺយើងនៅតែបន្តរឿងបាននៅក្នុងខេត្តប្រសិទ្ធនុជាបន្តទៀតបាទគឺរដ្ឋមន្ត្រីក្រសួងកសិកម្មបាទអេដាមវេងសខុនយោងតាមរបាយការណ៍របស់ប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុបានឲ្យដឹងថាការចិញ្ចឹមទារបស់កសិករនៅឃុំសំរុងមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសារកំណើនតម្រូវការពងទាក្នុងខេត្តតម្លៃលក់ចេញសមរម្យដែលអាចឲ្យកសិករទទួលបានផលចំណេញនិងទទួលបានជំនួយបច្ចេកទេសពីសំណាក់មន្ត្រីផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុជាលទ្ធផលនៅក្នុងឃុំសំរុងស្រុកព្រៃនប់កសិដ្ឋានចិញ្ចឹមទាយកពងបានកើនឡើងពី7ទៅ11កសិដ្ឋានដែលមានទាសរុបចំនួន12000ក្បាលទទួលបានពងទាប្រមាណ7000ក្បាលពងក្នុងមួយថ្ងៃបាទសូមបញ្ជាក់ផងថាពងទាមួយគ្រាប់គឺថ្លៃលក់ចេញចំនួនបាទថ្លៃលក់ចេញគឺ450ទៅ500រៀលកសិករប្រាក់ជឿនដែលចិញ្ចឹមទាច្រើនជាងគេ3500ក្បាលនិងបង្កើនដល់10000ក្បាលក្នុងពេលខាងមុខបាទទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថានេះគឺជាការបាទរីកចម្រើនមួយនៃក្នុងការចិញ្ចឹមបាទសត្វទាបាទដើម្បីយកពងបាទនឹងដើម្បីយកទៅលក់នៅលើទីផ្សារនានាគឺដើម្បីនឹងបំរើការប្រជាពលរដ្ឋបាទដើម្បីបំពេញបំរើការប្រជាពលរដ្ឋដែលយើងឃើញថាមែនទែនទៅបាទសុទ្ធនេះគឺមានសារៈសំខាន់ណាស់ដែរបាទប្រិមិត្តសម្រាប់ពុកម៉ែបងប្អូនដែលគាត់ពេញនិយមបាទអ្នកខ្លះទៀតចូលចិត្តបាទយកទៅស្ងោរយកទៅចៀនបាទយកទៅបាទចំហុយអីចឹងទៅជាដើមបាទអាចយើងយកទៅកែច្នៃធ្វើជាម្ហូបផ្សេងសម្រាប់បរិភោគផងដែរបាទអរគុណណាស់ប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅក្នុងគណៈពេលនេះយើងសូមពេលសម្រាប់មួយផ្លេតជួបជាមួយនឹងម្ចាស់ឧបត្ថម្ភបាទតើអ្នកកំពុងស្វែងរករសជាតិពិតមែនទេតើអ្នកកំពុងស្វែងរកការប្រកបអាជីវកម្មលើវិស័យកសិកម្មដាំឫស្សីមែនទេភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យអាចបំពេញបំណងអស់លោកស្រីអ្នកនាងកញ្ញាទ្រង់ឯកឧត្តមតាមតម្រូវការបានគ្រាន់តែទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ012 865 116និង088 84 05 888ដែលមានទីតាំងស្ថិតនៅគល់ស្ពានទឹកសាបស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យសូមស្វាគមន៍គ្រប់ពេលវេលាបាទស្វាគមន៍ប្រិមត្តទូរទស្សនិកជនសាជាថ្មីបានមកកាន់វគ្គទី2ដែលនៅវគ្គទី2នេះគឺយើងមានព័ត៌មានបាទជាបន្តទៀតហើយដែលយើងបានដកស្រង់បាទចេញពីបាទព្រះរាជាណាចក្រកម្ពុជាយើងក៏ដូចជាតាមបណ្ដាខេត្តនានាបាទដោយយើងបានដកស្រង់នៅព័ត៌មានសំខាន់បាទរួមមានទាំងការអភិវឌ្ឍនិងសន្តិសុខសង្គមបាទព័ត៌មានទេសចរផ្សេងបាទជាកិច្ចបន្តនេះយើងបាទបន្តមកពាក់ព័ន្ធទៅនឹងខេត្តព្រះសីហនុទៀតហើយបាទគឺបញ្ជូនខ្លួនបាទជនសង្ស័យប្រុសស្រីចំនួន8នាក់ទៅអัยការអមសាលាដំបងខេត្តព្រះសីហនុពាក់ព័ន្ធនឹងករណីជួញដូរនិងផ្ដាល់ទីតាំងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅវេលាម៉ោង 14 នាទីរសៀលថ្ងៃទី21ខែមិថុនាឆ្នាំ2020កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនមន្ទីរយុទ្ធធរកងរាជអាវុធហត្ថខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន8នាក់រួមនឹងវត្ថុតាងមួយចំនួនទៅអัยការអមសាលាដំបងខេត្តពាក់ព័ន្ធនឹងករណីជួញដូរផ្ដាល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន
បាទប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថានៅក្នុងការបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថខេត្តបរសេនុផងដែរគឺបានដកហូតបាទវត្ថុតាហ្នឹងគឺរួមមានមួយបាទម្សៅសថ្លាចំនួន18កញ្ចប់2 10ជក់ចំនួន4 3ខ្សៀជក់ចំនួន4 ទូរស័ព្ទចំនួន4គ្រឿង5ម៉ូតូចំនួន1គ្រឿង6លុយខ្មែរចំនួន100,000រៀល7ប្រាក់ដុល្លារចំនួន$100បាទប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថាបាទមួយរយៈការចុងក្រោយនេះគឺនៅខេត្តបរសេនុគឺសមត្ថកិច្ចយើងតែងតែបង្ក្រាបបាននៅការចាប់បាននៅជនសង្ស័យដែលប្រើប្រាស់នៅគ្រឿងញៀនបាទក៏ដូចជាចាប់បាននៅជនសង្ស័យឆក់ជាច្រើនផងដែរហើយយើងឃើញថាឥទ្ធិពលនៃគ្រឿងញៀននេះគឺវាធ្វើឲ្យប៉ះពាល់ដល់បាទសុខភាពក៏ដូចជាធ្វើឲ្យយុវជនខ្មែរយើងហ្នឹងគឺថាមានការភ្លើតភ្លើននិងភ្លេចភ្លាំងស្មារតីរហូតករណីខ្លះគឺរហូតទៅដល់មានការធ្វើបាបដូចកាប់សម្លាប់ទៅលើឪពុកម្ដាយរហូតដល់ធ្វើអត្តឃាតខ្លួនឯងក៏មានផងដែរបាទហើយជាចុងក្រោយនេះផងដែរគឺយើងសូមផ្ដាំផ្ញើនិងសារបាទជូនទៅដល់យុវជនបាទទាំងអស់បាទសូមជៀសឲ្យឆ្ងាយបាទពីគ្រឿងញៀនបើស្រឡាញ់ខ្លួននិងគ្រួសាររបស់ខ្លួនបាទគ្រឿងញៀននេះផងដែរគឺវាពុំឆ្ងាញ់អីនោះទេយើងកុំចង់សាកកុំចង់ភ្លុះអីបាទគឺវាមិនល្អទេសម្រាប់យើងហើយជាពិសេសនេះគឺយុវជនដែលកំពុងតែស្ថិតនៅក្នុងវ័យសិក្សាបាទស្ថិតនៅក្នុងវ័យធ្វើការផ្សេងបាទគឺនៅពេលដែលយើងរាប់អានមិត្តភ័ក្តិហ្នឹងគឺត្រូវមើលបាទឲ្យបានច្បាស់លាស់ការរាប់អានមិត្តភ័ក្តិនេះគឺសំខាន់ណាស់បាទបើសិនជាយើងរាប់អានមិត្តខុសទៅដែលណាមិត្តភ័ក្តិនាំយើងដើរផ្លូវខុសនោះយើងក៏វាខុសមានកំហុសនោះមិនថាត្រឹមតែខ្លួនឯងទេគឺធ្វើឲ្យគ្រួសារបាទមានជួបការលំបាកផងដែរបាទអរគុណណាស់ប្រិមិត្តយើងបន្តចូលមួយរឿងទៀតមិនឃ្លាតឆ្ងាយពីខេត្តប្រសេនុទេគឺព័ត៌មាននៅឯខេត្តប្រសេនុយើងនេះគឺស្ថិតនៅក្នុងស្រុកព្រៃនប់វិញម្ដងបាទគឺបាទមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងហើយបង្កឡើងដោយខ្លួនឯងហ្នឹងគឺបុរសម្នាក់បានស្លាប់បាត់បង់អាយុជីវិតភ្លាមបន្ទាប់ពីគាត់ហ្នឹងជិះម៉ូតូបាទមិនដឹងជាគាត់បើកក្នុងល្បឿនលឿនប៉ុណ្ណាទេគឺបានជ្រុលចង្កូតទៅបុកជាមួយនឹងថ្មម៉ាប់ហើយបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុបាទគឺនៅចំណុចផ្លូវធ្វើថ្មីនោះតតែម្ដងបាទសូមបញ្ជាក់ថាឈ្មោះបរិសខាងលើនេះគឺមានឈ្មោះថាសុនសំអឿនអាយុ33ឆ្នាំបាទមានទីលំនៅភូមិបឹងតាព្រំឃុំបឹងតាព្រំស្រុកព្រៃនប់គឺបានស្លាប់នៅនឹងកន្លែងកើតហេតុបន្ទាប់ពីបើកបរម៉ូតូបាទតាមបណ្ដោយផ្លូវលេខ45ទិសដៅពីសមុទ្ររៀមឆ្ពោះទៅឃុំរៀមស្ថានភាពផ្លូវកោងបាទក៏បើកម៉ូតូនឹងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកនឹងថ្មម៉ាប់នៅបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុការណ៍នេះផងដែរគឺបានកើតឡើងនៅថ្ងៃទី21ខែមិថុនាឆ្នាំ2020វេលាម៉ោង1:40នាទីរសៀលស្ថិតនៅភូមិអង្គឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុបាទប្រិមត្តទូរទស្សនិកជនយើងឃើញហើយថានេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯងបាទរហូតទៅដល់បាត់បង់អាយុជីវិតភ្លាមនៅនឹងកន្លែងកើតហេតុផងដែរហើយជាចុងក្រោយនេះយើងក៏សូមផ្ញើសារបាទជូនទៅដល់ឪពុកម៉ែបងប្អូនប្រិមិត្តបាទទាំងចិត្តឆ្ងាយទាំងអស់គឺសូមមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងពេលបើកបរបាទមិនថាបើកម៉ូតូឬមួយក៏បើករថយន្តទេគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជាពិសេសគឺគោរពច្បាប់ចរាចរណ៍បាទគោរពសិទ្ធិអ្នកដទៃជៀសវាងមានការជួបនៅករណីគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យបាទគឺថានៅពេលដែលយើងbịជួបទៅបញ្ហាទៅវាមិនស្រួលទេប្រិមិត្តបាទគឺពិបាកណាស់នៅក្នុងការដោះស្រាយតាមផ្លូវច្បាប់នោះអរគុណណាស់ប្រិមត្តទូរទស្សនិកជនជាទីមេត្រីនិងបាទជាទីគោរពនិងជាទីមេត្រីយើងសូមបញ្ចប់នៅព្រឹត្តិការណ៍ព័ត៌មានសំខាន់នៅព្រឹកនេះផងដែរហើយខ្ញុំបាទសោមហេត្រាបាទក៏សូម
ជួនពរបានទៅដល់ពុកម៉ែបងប្អូនប្រិយមិត្តដែលតែងតែនិយមនិងតាមដានទស្សនារកការផ្សាយផ្ទាល់របស់អង្គភាពសារព័ត៌មាន SN TV ហើយក៏កំពុងតែទស្សនាបាននៅក្នុងកម្មវិធី SN TV New នេះផងដែរបាទហើយខ្ញុំក៏សូមខន្តីអភ័យទោសរាល់ពាក្យពេចន៍ធ្វើការអធិប្បាយបើមានការលើសលួសខ្វះខាតត្រង់ប្រការណាមួយខ្ញុំបាទសោះមេត្រាសូមខន្តីអភ័យទោសផងបាទសូមអរគុណនិងសូមជម្រាបលាតើអ្នកកំពុងស្វែងរករសជាតិពិតមែនទេតើអ្នកកំពុងស្វែងរកការប្រកបអាជីវកម្មលើវិស័យកសិកម្មដាំឫស្សីមែនទេភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យអាចបំពេញបំណងអស់លោកស្រីអ្នកនាងកញ្ញាទ្រង់ឯកឧត្តមតាមតម្រូវការបានគ្រាន់តែទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ012 865 101និង088 84 05 888ដែលមានទីតាំងស្ថិតនៅគល់ស្ពានទឹកសាបស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យសូមស្វាគមន៍គ្រប់ពេលវេលា